អូខេសួស្តីអ្នកទាំងអស់គ្នាអញ្ចឹងថ្ងៃនេះខ្ញុំមកប្រាប់ពីរបៀបភ្ជាប់ខ្សែដៃ Kisslake by Coop ខ្សែដៃសុខភាពរបស់ Kisslake អញ្ចឹងអ្នកទាំងអស់គ្នាទិញមកដំបូងអ្នកទាំងអស់គ្នាបើកប្រអប់ហើយអ្នកទាំងអស់គ្នាយកឆ្នាំងសាករបស់ by Coop ហ្នឹងយកមកសាកឲ្យចេញភ្លើងពណ៌ខៀវអ្នកទាំងអស់គ្នាឲ្យសាកចេញភ្លើងពណ៌ខៀវនេះសាកទៅឲ្យវាលោតមានន័យថាវាបានបើកគ្រឿងអញ្ចឹងអ្នកទាំងអស់គ្នាយកមកចេញខ្ញុំពាក់ដៃសិនឧទាហរណ៍អ្នកទាំងអស់គ្នាមើលអញ្ចឹងពេលអ្នកទាំងអស់គ្នាសាកថ្មហើយវាលោត tensor ពណ៌ខៀវនៅក្រោមហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាទៅ download app យើងភ្ជាប់ត្រូវការ app របស់ Kisslake នឹងផ្ទាល់តែម្ដងអញ្ចឹងអ្នកទាំងអស់គ្នាចូលមក App Store ឬក៏ Play Store របស់ទូរស័ព្ទដៃអ្នកទាំងអស់គ្នាអ្នកទាំងអស់គ្នាចូលទៅ down មកអ្នកទាំងអស់គ្នាវាយពី Keystyle OS នេះ app នេះ app Keystyle OS នេះអញ្ចឹងខ្ញុំ download ហើយអញ្ចឹងអ្នកទាំងអស់គ្នាទៅ download មកអញ្ចឹងអ្នកទាំងអស់គ្នាចូលមកក្នុង app ហ្នឹងមកចូលមកអូខេពេលអ្នកទាំងអស់គ្នា register account ហើយ register account ឬក៏អ្នកទាំងអស់គ្នា connect ជាមួយ Gmail ឬក៏ Facebook ហើយវានឹងចេញបែបនេះប៉ុន្តែវាអត់ទាន់បានភ្ជាប់ជាមួយនឹងខ្សែដៃនេះទេអញ្ចឹងណាហើយអ្នកទាំងអស់គ្នាចូលមកកន្លែង device នេះអញ្ចឹងកន្លែងនេះ my account របស់យើងអញ្ចឹងកន្លែងនេះគឺ device អញ្ចឹងអ្នកទាំងអស់គ្នាចុចកន្លែង device មកវានឹង load ពាក្យ add device ឲ្យអ្នកទាំងអស់គ្នាហើយអញ្ចឹងអ្នកទាំងអស់គ្នាចូលមកអូខេអញ្ចឹងវានឹងពេលអ្នកនរនេះសាកថ្មហើយវានឹង load sensor វាមានវាបានបើកគ្រឿងបោះខ្សែដៃហ្នឹងហើយអញ្ចឹងនេះគឺ Kisslake by Coop ខ្សែដៃសុខភាពអញ្ចឹងខ្ញុំមាននាឡិកាហងអីហងអញ្ចឹងណាអញ្ចឹងខ្ញុំចុច connect ជាមួយនឹង Kisslake by Coop នឹងផ្ទាល់តែម្ដងអូខេអញ្ចឹងវាកំពុងតែ connect ហើយពេលអ្នកនរនេះ connect បើក Bluetooth ផងបើសិនជាអត់បើកអត់អាចភ្ជាប់បានទេអូខេអញ្ចឹង app ទាំងអស់នេះអ្នកនរអាចបើកបានវានឹង alert ញ័រលើដៃយើងផ្ទាល់តែម្ដងចង់ដូចជា chat Telegram ពេលគេ call មកអីឲ្យលឺក៏បានដែរអញ្ចឹងខ្ញុំពេល chat ខ្ញុំអត់ចង់ឲ្យឃើញលឺទេញ័រទេអញ្ចឹងខ្ញុំឲ្យ Telegram ញ័រអូខេអញ្ចឹងខ្ញុំបើកទៅប៉ុណ្ណឹងខ្ញុំចុច net បន្ថែមទៀតកន្លែងនេះឲ្យចុច net ក៏បានអញ្ចឹងចុច complete មកចុច net complete អូខេអញ្ចឹងមានន័យថាបានភ្ជាប់ហើយអញ្ចឹងនៅក្នុងកន្លែងទិន្នន័យ device នេះអ្នកនរចង់អាចបើក notification ក៏បានបន្ថែមទៀតហើយមួយទៀតនេះភាគរយថ្មរបស់ខ្សែដៃនឹងផ្ទាល់ហ្មងអញ្ចឹងអ្នកនរអាចមើលនៅក្នុងនេះបានអូខេហើយមួយទៀតម៉ោងរោអញ្ចឹងម៉ោងរោនេះអ្នកនរក៏អាចបើកបានដែរអញ្ចឹងអ្នកនរគ្នា add ម៉ោងទៅថាអ្នកនរចង់ម៉ោងរោម៉ោងប៉ុន្មានវាអត់លឺសលេងទេប៉ុន្តែវាលំញ័រលើដៃអ្នកនរគ្នាផ្ទាល់តែម្ដងហើយមួយវិញទៀតកន្លែងការខលនេះគឺសំខាន់យើងចង់ឲ្យខលមកលឺញ័រនៅលើនាឡិកាដៃហ្មងហើយពេលខ្លះយើងទុកទូរស័ព្ទចោលអីយើងញ័រលើដៃយើងដឹងថាគេខលមកអញ្ចឹងហ្មងអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្ណាហើយជួបគ្នានៅវីដេអូក្រោយខ្ញុំនឹងប្រាប់ពីរបៀបប្រើប្រាស់មួយចំនួនទៀតអញ្ចឹងអរគុណច្រើនជួបគ្នានៅវីដេអូក្រោយ